ในนี้คือจีตียีดระบบกรมหุ้นเครื่องอลังการเช่นกวดนมสังสารดาราระบบกวดหมกทอดไส้ผลิตภัณฑ์ทำไมคำปรึงធ្វើការទៅធានាថាកម្រៃបានច្រើនកប់កដងមកគិតទៅយកតែលុយសិនទៅយ៉ាងណាក៏ត្រូវចេញទៅវិញដែរកុំឲ្យមានរឿងវែងឆ្ងាយអីជើវែងសេងតើអាការងារកំពេចកំពុកនេះមានអីល្អម្លេះបានជានាងសុកចិត្តប្រឆាំងនឹងខ្ញុំរត់មកទីនេះនោះហើយនាងឯងចេះថតរូបអត់ហ្នឹងភ្លើង flash ភ្លើងម្លេះចាំចង់ខ្វាក់ភ្នែកខ្ញុំហើយមែនតាចេះតែរោគឆ្មាឆ្កែណាអត់ដឹងមកថតទម្លាក់កម្រិតគេអស់ហើយអ្នកថតរូបអន់កម្រិតទាបបែបនេះពិតជាយ៉ាប់មែនយើងដូរអ្នកផ្សេងទៅអូនដឹងតើថាបងឆេងឈិនល្អដាក់អូនជាងគេមិនបានទេបើបណ្ដោយឲ្យនាងដឹងថាខ្ញុំខ្វល់ពីនាងថ្ងៃក្រោយខ្ញុំយកព្រៀបលើនាងមិនបានទៅបងឆេងឈិនបងស្រីទៅជាប្រពន្ធបងតែបងបែរជាជួយសង្គ្រោះអូនមុនពេលគាត់ដឹងខ្លួនវិញច្បាស់ជាខឹងទៀតហើយឆ្អឹងដៃស្រាំបន្តិចបន្តួចយ៉ាងហោចណាស់ក៏មួយរយៈនេះមិនអាចរករឿងរត់ទៅថតរូបបានទៀតដែរតែហេតុអីនាងមិនទាន់ដឹងខ្លួនទៀតមកពីអូនទាំងអស់អូនមិនគួរណាការនៅកន្លែងភ្លើងឆេះមិនមែនអូនជាអ្នកជួយបងទេអីទោះត្រូវកើតឡើង10ឬ100ដងទៀតក៏បងនៅតែជួយអូនមុនគេដែរបងឆេងឈិនបងពិតជាល្អណាស់ឆេងសេងពេលសម្លឹងមើលមនុស្សដែលខ្លួនស្រឡាញ់បំផុតមិនជួយខ្លួនឯងតែបែរជាទៅជួយអ្នកផ្សេងតើវាមានរសជាតិយ៉ាងម៉េចដែរជួយផងភ្លើងឆេះហើយរត់ទៅជួយខ្ញុំផងជួយខ្ញុំហេតុអីនាងជួយគេមិនជួយខ្ញុំហេតុអីក្រោយមកនាងថែមទាំងកុហកខ្ញុំថាប៉ានាងវីនាងតតែថ្លង់ទើបនាងមនុស្សសំលេងខ្ញុំស្រែកហៅតែការពិតនាងថ្លង់ដោយសារតែរងរបួសពេលជួយសង្គ្រោះប្រុសហើយសោះជាវថែមទាំងយកលទ្ធផលពេទ្យនាងមកឲ្យខ្ញុំមើលទៀតមកនេះលុតជង្គង់អង្វរខ្ញុំដូចពីមុនមកប្រាប់មកថាខ្ញុំជាមនុស្សតែម្នាក់គត់របស់នាងប្រាប់មកថានាងរស់ខ្វះខ្ញុំមិនបានទេចេញឲ្យឆ្ងាយទៅមុខខ្ញុំតើខ្ញុំខូចមុខមែនទេខ្ញុំជាតារាណាបើខូចមុខបែបនេះថ្ងៃក្រោយគិតយ៉ាងម៉េចទៅជើវែងសេងឃើញខ្ញុំល្អដាក់នាងក៏ចំណែងចង់បំផ្លាញនាងមែនទេតើនាងខ្លាចជាមនុស្សចិត្តអាក្រក់បែបនេះតាំងពីពេលណាបើមុខរបស់ជាវមានរឿងអីនាងកុំសង្ឃឹមថាខ្ញុំនឹងដកពាក្យបណ្ដឹងលែងលះឲ្យសោះឆេងសេងឯងពិតជាគិតចង់រៀបការជាមួយមនុស្សប្រុសដែលមិនធ្លាប់ឃើញមុខមែនគេប៉ុន្មានឆ្នាំនេះមានតែគាត់ទេដែលតាក់ទងមកយើងមុនហើយព្រមវិនិយោគលើគម្រោងរបស់អ្នកម៉ាក់ថែមទាំងជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផងឯងមិនខ្លាចថាគាត់ជាមនុស្សចាស់មុខអាក្រក់ក្បាលទំពេកហើយអាក្រក់ទេអីគម្រោងរបស់អ្នកម៉ាក់គឺជាគម្រោងសប្បុរសធម៌មនុស្សដែលហ៊ានវិនិយោគលើគម្រោងបែបនេះប្រហែលជាមិនអាក្រក់ពេកទេម្យ៉ាងទៀតគម្រោងមួយនេះគឺជាបំណងប្រាថ្នាមួយជីវិតរបស់អ្នកម៉ាក់បើកាលនោះគាត់មិនប្រញាប់មកជួយយើងទេក៏គាត់មិន
ឆេងសេងរឿងនេះក៏មិនអាចបន្ទោសឯងដែរគឺមីងពើឯងទេដែលតាំងចិត្តផ្ញើរូបឯងនៅកន្លែងភ្លើងឆេះទៅឲ្យម៉ាក់ឯងទើបគាត់ប្រញាប់ប្រញាល់មកហើយជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវបែបនេះត្រឹមមួយយប់សោះត្រជាឯងក៏ថ្លង់ម៉ាក់ក៏បាត់បង់ជីវិតគ្រួសារក៏បែកបាក់ហើយចំណែកឆេងទៀត